រอบជំរាបសួរពុកម៉ែបងប្អូនពេលព្រឹកព្រលឹមថ្ងៃទី15 ខែ 12 2025ពុកម៉ែបងប្អូនជំរាបជូនដំណឹងពុកម៉ែបងប្អូនក្នុងភូមិពុកម៉ែបងប្អូនដែលមានស្រូវស្ងួតស្រូវសើមប្រភេទស្រូវខា9ខា1បងប្អូនអាចទេតតងម៉ាលីហេងបានណាជាមួយនឹងស្រូវស្ងួតគឺដឹកយកមកលក់ភ្លាមបានតែយកចំពោះស្រូវសើមអ៊ំពុំមីងទេមកសិនបើម៉ាលីហេងមានឡានដាក់ម៉ាលីហេងនឹងទិញណាអ៊ំពុំមីងទាំងអស់គ្នាហើយវិលមកជួបជាមួយម៉ាលីហេងនេះដែរជាមួយនឹងការទិញស្រូវទិញដលងតម្លៃស្រូវស្ងួតប្រភេទចាប់ឆាយអ៊ំពុំមីងក្របសល្អិតម៉ាលីហេងទិញចូល63តែបើចំពោះស្រូវក្របវែងអានឹងតម្លៃផ្សេងទៀតអ៊ំពុំមីងទាំងអស់គ្នាហើយជាមួយនឹងដលងស្រស់ដលងក្រៀមអ៊ំពុំមីងម៉ាលីហេងក៏ទិញចូលដូចគ្នាដែរសម្រាប់ទីតាំងរបស់ម៉ាលីហេងទី1គឺនៅក្នុងស្រុកវ៉ារិនភូមិកញ្ចាន់រុនអ៊ំពុំមីងទាំងអស់គ្នាហើយសម្រាប់ទីតាំងទី2របស់ម៉ាលីហេងគឺនៅក្នុងស្រុកស្វាយលើភូមិជប់រំដេងបងប្អូនចង់លក់អាចយកមកលក់ឲ្យបានតម្លៃទិញចូលគឺទៅតាមប្រភេទដលងអ៊ំពុំមីងទាំងអស់គ្នាស្ងួតល្អតម្លៃល្អស្ទើរស្ងួតអន់សបល់មើលជាក់ស្ដែងអ៊ំពុំមីងទាំងអស់គ្នាហើយចំពោះអ៊ំពុំមីងដែលមានចម្ងល់ចង់សួរជាពើមានលំអិតអាចទេសួរបានអ៊ំពុំមីងលេខទូរស័ព្ទរបស់ម៉ាលីហេងគឺដាក់ភ្ជាប់ជាមួយនឹងការផុសវីដេអូរ៉ិលព្រឹកតែម្ដងជាមួយដលងម៉ាលីហេងនឹងទេយប់មិញគឺមេឃខ្មៅងឹតបងប្អូនហើយដលងនេះដលងដកខ្លួនឯងទេហើយផ្សេងទៅជក់នេះគឺអយមៀកាត់សាដោយសារខ្លាយក្របនឹងតង់វាអត់ចិត្តចាឲ្យសាមកដល់ពេលសាហើយមេឃស្រឡះឥឡូវនេះគឺហុយផ្សេងហើយប៉ុន្តែអត់អីទេដោយសារលៀនយើងទៅនេះដែរថ្ងៃនេះគឺចាប់ដើមហាលលើលៀនរើសចឹងសម្រាប់អ៊ំពុំមីងអ្នកដែលធ្វើដលងក្រៀមបងប្អូនអាចហាលឲ្យស្ងួតទាំងអស់គ្នាដើម្បីបានតម្លៃល្អបងប្អូនអ្នកហាលដលងភាគច្រើនគឺហាលដលងស្ទើរស្ងួតព្រៃម៉ាក់លីហេងដឹកទៅខាងវៀតណាមគឺរិលជើងគឺដលងស្ទើរស្ងួតបើអ៊ំពុំមីងគិតថាចង់បានតម្លៃខ្ពស់តម្លៃល្អតម្លៃដែលអ៊ំពុំមីងមកហើយគឺអត់ខកចិត្តបងប្អូនចំពោះដលងម៉ាក់លីហេងទិញគឺស្រួលបើសិនជាស្ងួតល្អម៉ាក់លីហេងអត់មានឲ្យពុកម៉ែបងប្អូនទៅវិញទៅចិត្តទេតម្លៃឲ្យគឺពេញតែម្ដងតែបើសិនជាអ៊ំពុំមីងហាលដលងមកស្ទើរស្ងួតបងប្អូនមិនអាចទារតម្លៃពីម៉ាក់លីហេងបានទេព្រោះឲ្យយកមកគឺត្រូវការហាលដូចគ្នាអ៊ំពុំមីងទាំងអស់គ្នាចឹងសង្ឃឹមថាវីដេអូរបស់ម៉ាក់លីហេងចេញទៅអ៊ំពុំមីងនឹងមិនធុញមិនត្រាន់ហើយនឹងកែសម្រួលទាំងអស់គ្នាដោយសារបច្ចៈហើយបច្ចៈទៀតដលងក្រៀមគឺគេគិតទៅលើសងួតរបស់វាអ៊ំពុំមីងសងួតដែលយកទៅលក់នៅលើគឺគេគិតចាប់ពីសងួត14 15 16តែបើសិនជាអ៊ំពុំមីងហាលលក់រាល់ថ្ងៃនេះគឺសងួត20 22ចឹងម៉ាក់លីហេងក៏បានជម្រាបជូនអ៊ំពុំមីងទាំងអស់គ្នា